សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំមានមេរៀនមួយទាក់ទងនឹងការដូរ background ឬមួយក៏ផ្ទៃខាងក្រោយដោយរូបនេះសូមចូលទៅបងប្អូនត្រូវមានទី1 background ហើយទី2រូបមនុស្សឡានឬមួយក៏វត្ថុអីក៏ដោយដែលបងប្អូនចង់ដាក់ background ពីក្រោយបាទបន្ទាប់មកបងប្អូនចុច mouse ឆ្វេងដើម្បី select លើរូបនឹងទាំងពីរមកបាទតមកអូសចូលនៅក្នុង Adapt Photoshop យើងមកអញ្ចឹងមកពេលមកដល់ហ្នឹងខ្ញុំចង់យករូបហ្នឹងយកមកដាក់នៅក្នុង background ផ្ទះនេះបាទនៅពីមុខផ្ទះនេះបាទអញ្ចឹងជាដំបូងចូលកន្លែងរូបមនុស្សនេះមកបាទបន្ទាប់មកចុចលើ tool នេះមក Object and Select tool នេះមកបាទបន្ទាប់មកអូសពីលើចុះក្រោមឬមួយក៏ពីក្រោមឡើងទៅលើបានដូចគ្នាបាទបន្ទាប់មកវាចេញបែបហ្នឹងអញ្ចឹងឃើញ select ហ្នឹងវាអត់ស្អាតទេអញ្ចឹងបងប្អូនចុចលើ page tool នេះមកចុចអាលើជាប់ដើម្បីគូសលើកន្លែងណាដែលបងប្អូនចង់កាត់ចោលបាទចំពោះខ្ញុំគឺចង់កាត់សក់នេះចេញឲ្យវារញ៉េរញ៉ៃចុចអាលើជាប់មកគូសចំណុចណាដែលបងប្អូនចង់កាត់ចេញបាទស្អាតហើយបងប្អូនចូលកន្លែងនេះមកនេះ Move Tool ឬមួយក៏ Solve មកឆ្វេងចុចលើវាមក click មកបន្ទាប់មកបងប្អូនយកមកឆ្វេងហ្នឹងក៏ឲ្យជាប់ដើម្បីទាញយកទៅដាក់នៅកន្លែង background យើងបាទ background ទាំងហ្នឹងបន្ទាប់មក Control T ដើម្បីពង្រីកឬមួយក៏ពង្រួមមនុស្សដាក់នៅក្នុង background របស់យើងបាទតទៅពីបានប៉ុណ្ណឹងហើយចុចគ្រីសមកបាទឃើញស្អាតហើយអញ្ចឹងរូបនេះវាអត់មានស្មៅត្រូវបង្កើតស្មៅដាក់អញ្ចឹងបងប្អូនត្រូវបង្កើត layer មួយទៀតបាទចុចនេះមក click មកបាទតមកចូលកន្លែងនេះចូលកន្លែង brush tool នេះមកអានេះកន្លែងនេះជាធម្មតាគឺវាមូលបងប្អូនចង់បានរាងតប៉ែតបងប្អូនចុច mouse ឆ្វេងឲ្យជាប់កត់វាអូសទៅលើទៅក្រោមអញ្ចឹងទៅវាតាមហ្នឹងហើយបាទកន្លែង brush នេះបងប្អូនយកកន្លែងនេះ general brush ហើយតមកបងប្អូនយកកន្លែង soft round នេះមកបាទ mouse ឆ្វេងចុចមក click មកបាទលើស្បែកជើងហ្នឹងហើយបន្ទាប់មកក៏នេះចូលកន្លែង layer នេះដើម្បីទាញអាស្មៅហ្នឹងមកក្រោមរូបឯបាទតើមើលឃើញចេញស្មៅរាងបែកស្ញាច់ខ្លាំងពេកអញ្ចឹងបន្ថយ opacity វាមកដាក់ត្រឹម70អីបានហើយមេរៀនតាក់ទងនឹងការដូរ background បានបញ្ចប់ត្រឹមហ្នឹងសូមបងប្អូនជួយ subscribe ចុច like បើមានចម្ងល់អ្វីសូម comment នៅខាងក្រោមវីដេអូសូមអរគុណជួបគ្នានៅវីដេអូក្រោយបាយបាយ